năm đó mấy năm chẳng đóประมาณ65ឆ្នាំមែនទេណា65ឆ្នាំវានៅសល់10ឆ្នាំវា75ដល់65មិនសល់10មែនទេបាទអញ្ចឹងវាអស់6500ឆ្នាំទៀត6500ឆ្នាំទៀតនឹងដល់សម័យអាយុមនុស្សយើង10ឆ្នាំដល់ហ្នឹងកើតកលយុគ7ថ្ងៃមនុស្សដែលមិនតាំងនៅក្នុងធម៌កាប់សម្លាប់គ្នា7យប់7ថ្ងៃអ្នកដែលរត់ទៅរកព្រៃភ្នំហ្នឹងអាហ្នឹងមាននៅក្នុងអគ្គញ្ញសូត្រប៉ុណ្ណាបីបាក់លេខ18បងមានសម្ដែងរឿងហ្នឹងអ្នកទាំងអស់ហ្នឹងនឹងចូលកាន់ស្រុកភូមិវិញគាត់រសានៅកម្មបត្តិដំបូងគេគឺការមិនសម្លាប់សត្វគ្រាន់រសាអញ្ចឹងព្រាមផ្ទៃពោះរបស់ស្ត្រីដែលគាត់មានអាយុ10ឆ្នាំហ្នឹងគាត់អាយុ5ឆ្នាំគាត់មានបុត្រដល់មានបុត្រគាត់អាយុ10ឆ្នាំស្លាប់ប៉ុណ្ណាតែ5ឆ្នាំមានបុត្រហើយមានបុត្រគាត់មានអាយុ10ឆ្នាំស្លាប់ប៉ុន្តែបុត្ររបស់គាត់មានអាយុគុណនឹង2 20ឆ្នាំអត់ស្លាប់វាគុណឡើងអញ្ចឹងតែម្ដងហើយដល់ស្ត្រីដែលមានអាយុ20ឆ្នាំស្លាប់ហ្នឹងគាត់រសាកម្មបត្តិនឹងជាប់ហើយគាត់រសាការមិនលួចទ្រព្យគេទៀតអញ្ចឹងធ្វើឲ្យជីវិតរបស់គាត់គុណនឹង2អញ្ចឹងយើងមើលអាយុរបស់សត្វដែលថយចុះព្រោះអកុសលកម្មបត្តិចម្រើនពេលដែលឡើងខៃឡើងមកវិញព្រោះកុសលកម្មបត្តិចម្រើនដែរឃើញទេគាត់ធ្លាក់ដល់បាតហ្នឹងព្រោះគុណធម៌ជាមនុស្សអត់មានព្រោះគុណធម៌ជាមនុស្សគឺកម្មបត្តិនឹងឯងកន្លែងនេះម្ចាស់គ្រូដែលកណានេះចង់ដឹងហ្នឹងដោយសារតែមនុស្សជាច្រើនគាត់តែងតែថាភ្លើងឆេះកាត់ភ្លើងឆេះកាលអីអញ្ចឹងតែគាត់គិតថានឹងគៀកមកដល់ចេះតែនិយាយថាពេលនេះពេលនោះអញ្ចឹងចង់ឲ្យគាត់ដឹងថាពេលណាទៅភ្លើងឆេះកាលយ៉ាងពិតប្រាកដអញ្ចឹងម្ចាស់គ្រូអញ្ចឹងន័យថាពេលនេះមនុស្សអាយុខែចុះរហូតដល់10ឆ្នាំស្លាប់ហើយទៅឡើងទៅវិញរហូតឡើងមកវិញរហូតដូចថ្មនិយាយហ្នឹងស្ត្រីដែលមានអាយុ10ឆ្នាំស្លាប់ហ្នឹងគាត់មានកូនកើតមកអាយុ20ឆ្នាំស្លាប់ស្ត្រីដែលមានអាយុ20ឆ្នាំនឹងស្លាប់ហ្នឹងគាត់កើតកូនមកមានអាយុ40ឆ្នាំឡើងគុណនឹង2អញ្ចឹងរហូតដល់អាយុរបស់គាត់មួយអសង្ខ័យដូចថ្មនិយាយ0សេលេខ1 0140គាត់ណាហើយចាប់ផ្ដើមដល់អាកម្រិតកម្ពូលបំផុតហ្នឹងមនុស្សយើងចាប់ផ្ដើមប្រមាណទៀតណាចាប់ផ្ដើមកម្ពូលហ្នឹងពេលហ្នឹងអាយុប៉ុន្មានមួយអសង្ខ័យឆ្នាំមួយអសង្ខ័យ1 140សូនហ្នឹងមែនអញ្ចឹងមានន័យថាមនុស្សហ្នឹងនឹងមានអាយុច្រើនខ្លាំងមែនតើមិន100000ឆ្នាំអីមែនទេម្ចាស់គ្រូអូគឺមួយអសង្ខ័យហើយបានថយចុះ100ឆ្នាំថយចុះ1ឆ្នាំ100ឆ្នាំថយចុះ1ឆ្នាំឃើញក្នុងគម្ពីរលោកថា100ឆ្នាំថយចុះ1ឆ្នាំប៉ុន្តែនេះជាមធ្យមពាក្យដោយច្រើនប៉ុណ្ណាប៉ុន្តែប្រទេសខ្លះអត់ទេប្រទេសខ្លះគឺថយលឿនមែនតើប្រទេសខ្លះ30 40ឆ្នាំស្លាប់ឥឡូវនេះទាំងដែលយើងមធ្យមពាក្យ70ខ្មែរយើងនេះ60 70ប៉ុណ្ណាហើយនៅប្រទេសខ្លះដូចនៅជប៉ុនអីគឺអត់អញ្ចឹងនៅខាងអូស្ត្រាលីអីក៏អាយុច្រើនដែរអាយុច្រើនដែរអាហ្នឹងគឺលោកថាដោយសារតកតងនឹងឧតុតកតងនឹងអាហារហើយនឹងអាកាសធាតុកន្លែងហ្នឹងផងហើយអ្នកខ្លះទៀតអាចនៅលើសអំពីនេះប៉ុន្តែលោកថាមិនដែលលើសគុណនឹង2ទេប៉ុន្តែមានប្រធេរៈមួយអង្គទៀតដែលលោកតែងនៅគម្ពីរបរមត្ថទីបនីលោកថាមានឆ្នាំមួយយ៉ាងគេហៅអាយុវឌ្ឍនៈណាឆ្នាំហ្នឹងគឺអាចឲ្យលើសអំពីអាយុខៃគុណនឹង2បាទគេថាអាយុខៃសម័យពុទ្ធកាល100ឆ្នាំអញ្ចឹងគុណនឹង2ស្មើ200ឆ្នាំមែនទេបាទតែលោកថាក្នុងសម័យពុទ្ធកាលអត់មាននរណាអាយុខៃលើសគុណនឹង2ទេគឺត្រឹមព្រះពាលកុលៈមួយអង្គហ្នឹងគឺមានអាយុខៃ82ដងគឺស្មើ160ឆ្នាំប៉ុណ្្នឹងឯងមានតែមួយអង្គហ្នឹងអាយុជាងគេតែអត់មាននរណាលើសពី200ឆ្នាំទៅទេនឹងដោយជុំភាគប៉ុន្តែក្នុងសម័យនោះដែរមានតកូលមួយដែលគាត់គាត់ឲ្យនេះទៅមានទេវបុត្រមួយមកឆ្លាញ់គាត់ទេវបុត្រហ្នឹងយកទៅនៅជាមួយ700ឆ្នាំមនុស្សយើងហ្នឹងទៅនៅបរិភោគអាហារទឹកដោយអំណាចនៃអាហារទឹកហ្នឹងគាត់អាចរស់នៅឋានហ្នឹងរហូតដល់700ឆ្នាំមនុស្សយើងហើយគាត់នឹកគ្រួសារគាត់មកលេងមកដល់គេភ្លេចគាត់អស់ព្រោះគ្រួសារគាត់ស្លាប់អស់700ឆ្នាំមនុស្សយើងដល់ពេលមកដល់សួរតាមដំណរវងត្រកូលអីទៅបានគេដឹងពីប្រវត្តិពីដើមមក700ឆ្នាំយើងគិតសំបីសម័យអង្គរមកដល់ឥឡូវហ្នឹងយើងចង់ភ្លេចអស់បាត់ទេមែនទេមែនតាមចាស់គ្រូហ្នឹងដោយសារបានបរិភោគអាហារទឹកប៉ុណ្ណាហើយខ្មែរយើងអាត្មាឮនៅខាងឡាវអីខ្មែរដូចមានដែរគឺតកតងនឹងនាគយកទៅនៅជាមួយចឹងប៉ុណ្ណានៅជាមួយបរិភោគអាហារនាគហ្នឹងក៏អាចរស់នៅបានយូរឆ្នាំដែរនៅឡាវដូចជា40ឬក៏80ឆ្នាំដែរប៉ុណ្ណានេះជាប្រវត្តិរឿងតាមប្រទេសយើងហើយក្នុងគម្ពីរក្នុងសម័យពុទ្ធកាលហ្នឹងក៏មាននិយាយរឿងហ្នឹងដែរអញ្ចឹងវាតកតងរឿងអាហារដែលអាចនៅលើសអំពីអាយុខៃនឹងទៅបានណាប៉ុណ្ណាហើយឬក៏មានថ្នាំណាដែលអាចឆាន់ទៅបានតែយើងក៏មិនដឹងរូបមន្តដែរប៉ុណ្ណាដឹងមនុស្សសពថ្ងៃហ្នឹងសុបាយនឹងរងងាប់បើលុយហ្នឹងក៏ប្រមាថលែងខ្លាចស្លាប់អស់ហើយប៉ុណ្ណាអញ្ចឹងបានន័យថាពេលដែលគាត់ទៅនៅជាមួយនឹងទេវតាហ្នឹងគាត់អាយុបាននៅបាន700ឆ្នាំតែគាត់ដល់ពេលអញ្ចឹងអ្នកនៅផែនដីខ្លះគេស្លាប់អស់ហើយដល់ពេលមកវិញមកដល់រស់នៅជាមនុស្សពឹបបាន7ថ្ងៃប៉ុណ្ណាបាន7ថ្ងៃអាហារអីមនុស្សយើងហ្នឹងគឺមិនអាចទ្រាំទ្រឲ្យនៅយូរបានអញ្ចឹងទេដោយព្រះសម្មាសម្ពុទ្ធអាយុរបស់ព្រះអង្គតាមបុណ្យរបស់ព្រះអង្គគឺព្រះអង្គអាយុច្រើនមែនទែនប៉ុណ្ណាប៉ុន្តែដោយសារព្រះអង្គកើតក្នុងសម័យដែលវិបត្តិព្រោះឧតុព្រោះអាហារដល់អញ្ចឹងព្រះអង្គមិនអាចរស់នៅឲ្យលើសពីកម្រិតហ្នឹងទេអញ្ចឹងអាយុខៃព្រះពុទ្ធគ្រប់ព្រះអង្គគឺ
គឺព្រះអង្គរស់នៅបានតែ4នៃ5ភាគអីបងយកអាយុខែហ្នឹងយកមកចែកជា5ភាគប៉ុណ្ណាហើយព្រះអង្គរស់នៅបានតែ4ភាគឯភាគជាគម្រប់5ហ្នឹងគឺអត់អាចរស់នៅបាននេះជាធម្មតារបស់ព្រះពុទ្ធក្នុងវិដកលេខ32អត្ថកថាបញ្យលនៅក្នុងអនិមតកសង្យុត្តប៉ុណ្ណាគឺបានន័យថាសម័យព្រះពុទ្ធអាយុខែ100ឆ្នាំមែនទេបងតែយក100ឆ្នាំចែកនឹង5ហើយព្រះអង្គរស់នៅបានតែ4ភាគអញ្ចឹងគឺចែកជា5បានក្នុង1ភាគបាន20ឆ្នាំអញ្ចឹង20ឆ្នាំ4ដង80ឆ្នាំបានតែ80ឯព្រះពុទ្ធមានបច្ចុប្បន្នតែ80ឯណាអញ្ចឹងពេលដែលព្រះសិអាមេត្រីត្រាស់នៅអាយុមនុស្សខែចុះមកដល់ប្រហែលបន្ទាប់ពីខែពី10ឆ្នាំនឹងឡើងដល់មួយអសង្ខ័យហើយខែចុះវិញបើខែចុះនេះប្រកាសក្នុងគម្ពីរលោកថា100ឆ្នាំចុះ1ឆ្នាំបងណាតែខែឡើងនេះក្នុងបេដកលេខ18គឺគុណនឹង2អញ្ចឹងតែគុណដល់ប្រហែល100ឆ្នាំហ្នឹងបានឈប់គុណឲ្យវាឡើងទៅតាមលំដាប់ទៅវិញអញ្ចឹងបងណាហើយបន្ទាប់ពីខែចុះមក100ឆ្នាំចុះ1ឆ្នាំរហូតដល់មនុស្សអាយុរបស់មនុស្ស80000ឆ្នាំបងណាគឺកំឡុងខែចុះពុទ្ធគ្រប់ព្រះអង្គអត់ត្រាស់ដឹងក្នុងសម័យកាលមនុស្សខែឡើងទេគឺត្រាស់ដឹងទៅក្នុងដំណាក់កាលមនុស្សខែចុះឯគាត់ណាវាប្រៀបដូចជាសម័យដែលរីកចម្រើនខ្លាំងមនុស្សដែលអស្ចារ្យគឺវាអស្ចារ្យច្រើនគ្នាពេកវាអត់សូវសំខាន់ណាព្រោះនៅនេះក៏បង្កើតបាននៅនេះក៏បង្កើតបានវាអត់សូវសំខាន់តែក្នុងសម័យណាដែលកើតទូរភឹកស្រាប់តែមានមនុស្សម្នាក់មកជួយឲ្យរួចផុតពីទូរភឹកអញ្ចឹងណាវាអស្ចារ្យមែនទេមែនចាស់គ្រូឥឡូវគេចាំតែអ្នកមានបុណ្យហ្នឹងដូចខ្មែរយើងឥឡូវនេះចាំតែអ្នកមានបុណ្យអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គអញ្ចឹងដែរព្រះអង្គត្រាស់ដឹងក្នុងសម័យដែលមនុស្សថយចុះគ្រប់ព្រះអង្គគឺកាប់អន្តរកាប់ដែលកំពុងតែខែចុះប៉ុណ្ណាអញ្ចឹងខែចុះ80000ឆ្នាំ80000ឆ្នាំអញ្ចឹងព្រះសិអាមេត្រីត្រាស់ដឹងព្រះសិអាមេត្រីត្រាស់ដឹងបើយើងគិតជានេះទៅលោកតាមតកតងនឹងរឿងញាតិរបស់ព្រះបាទពិមពិសាលោកគូថាចន្លោះព្រះពុទ្ធមួយអង្គទៅព្រះពុទ្ធមួយអង្គហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គថាចាំញាតិរបស់អ្នកឯងមួយព្រះពុទ្ធថនដស្មើនឹងដីដោះឡើង1យោជន៍អញ្ចឹង1យោជន៍ស្មើ16គីឡូប៉ុណ្ណាអញ្ចឹងផែនដីយើងនៅដោះឡើង16គីឡូទៀតមែនទេចាស់គ្រូមិនមែនត្រឹមតែ16គីឡូលើសនឹងទៀតប៉ុណ្ណាលើសនឹងទៀតព្រោះអានេះតែមួយអន្តរកាប់ឯហើយផែនដីយើងហ្នឹងស្ថិតនៅក្នុងអន្តរកាប់ទី12ប៉ុណ្ណាអញ្ចឹងវា64អន្តរកាប់នៅសល់52អន្តរកាប់ទៀតអាយុផែនដីទាំងអស់អាយុផែនដីដែលយើងកំពុងរស់នៅនេះគឺមានរយៈពេល64អន្តរកាប់តែយើងកន្លងទៅហើយបាន12អញ្ចឹងយើងនៅក្នុងកំឡុងថាជា13នេះឯងប៉ុណ្ណានៅក្នុងកំឡុង13អន្តរកាប់ហ្នឹងអញ្ចឹង12 13ហ្នឹងគាត់នៅក្នុងដីកាមីលិនលោកថាលឹះ10ហើយមិនដឹងប្រហែលតែអាត្មាឮលោកគ្រូកុំអ៊ីវនិយាយថា12ប៉ុណ្ណាអាត្មាក៏កំណត់ហ្នឹងតែនៅក្នុងបាលីលោកដាក់ថាលឹះ10បាទអញ្ចឹងទៅមិនដឹងថា10ប្រហែលតែដល់ឮអ្នកប្រាជ្ញលើងជើងថា12អាត្មាក៏ប្រកាសពីលឹះ10មែន12ហ្នឹងប៉ុណ្ណាអញ្ចឹងបើ62ដល់12នៅសល់52មែនទេ64ដល់12នៅសល់52អញ្ចឹងកុំភ័យទៅផែនដីនេះត្រូវខ្ទេចអីប៉ុណ្ណាអញ្ចឹងកាលណាវេទនាឬយ៉ាងម៉េចមកមិនដឹងព្រោះមីស៊ីលអីបារម៉ាណូនុយក្លេអ៊ែរច្រើនហើយអ្នកម្ចាស់គ្រូនេះអ្នកវិទ្យាសាស្ត្រគេនេះគេថានៅបច្ចុប្បន្ននេះផែនដីត្រឹមតែប៉ុណ្្នេះអញ្ចឹងចក្រវាឡនៅរីកមាឌទៀតនេះគេប្រាប់ហ្មងថានេះនៅបច្ចុប្បន្នអានេះអតីតអានេះអនាគតអញ្ចឹងអនាគតនៅរីកទៀតដូចម្ចាស់គ្រូមានធរណីការមិញហ្នឹងដោះឡើងមែនអញ្ចឹងតែគ្រាន់តែម្នាក់ហ្នឹងអត់ដឹងពេលណាភ្លើងឆេះអញ្ចឹងគ្រាន់តែពេលនេះឲ្យដឹងតាមគម្ពីរតាមការត្រាស់ដឹងរបស់ព្រះអង្គយ៉ាងពិតប្រាកដមែនពេលដែលមនុស្សអាយុខែចុះដល់80000ឆ្នាំព្រះសិអាមេត្រីចុះអីត្រាស់ហើយខែចុះរហូតដល់មនុស្សអាយុ10ឆ្នាំស្លាប់ទៀតមែនពេលណាបានផែនដីនឹងវិនិច្ឆ័យដោយភ្លើងចាស់គ្រូអាត្មាក៏មិនដឹងថាកាប់សពថ្ងៃនេះវិនិច្ឆ័យដោយអីដែរប៉ុន្តែគាត់ថាយើងដឹងថាការវិនិច្ឆ័យអន្តរវិនិច្ឆ័យមហាវិនិច្ឆ័យនៅអសង្ខ័យកាប់ហ្នឹងវិវត្តថាយាអសង្ខ័យកាប់ហ្នឹងគឺវិនិច្ឆ័យដោយហេតុ3យ៉ាងវិនិច្ឆ័យដោយទឹកសំទុះវិនិច្ឆ័យដោយភ្លើងវិនិច្ឆ័យដោយទឹកនិងវិនិច្ឆ័យដោយខ្យល់ប៉ុណ្ណាគឺវិនិច្ឆ័យដោយភ្លើងហ្នឹង7ដងលំដាប់ប៉ុណ្ណាវិនិច្ឆ័យដោយភ្លើងហ្នឹង7ដងហើយបានដងទី8វិនិច្ឆ័យដោយទឹកម្ដងរួចហើយបានត្រឡប់មកវិនិច្ឆ័យដោយភ្លើងហ្នឹង7ដងទៀតដល់ដងទី8ដោយទឹកម្ដងទៀតរួចហើយមកត្រឡប់វិនិច្ឆ័យដោយភ្លើងទៀតភ្លើង7ដងហើយទឹកម្ដងទៀតរហូតលក្ខណៈអញ្ចឹងគ្រប់7ជុំដល់ជុំទី8វិនិច្ឆ័យដោយភ្លើង7ដងហ្នឹងហើយត្រូវវិនិច្ឆ័យដោយទឹកហ្នឹងអត់ទេត្រូវវិនិច្ឆ័យដោយខ្យល់ម្ដងអញ្ចឹងគឺមានវិនិច្ឆ័យបើយើងរាប់ទៅវិនិច្ឆ័យដោយខ្យល់វិនិច្ឆ័យដោយភ្លើងនឹងឯងមាន56ដងវិនិច្ឆ័យដោយទឹកនឹងមាន7ដងវិនិច្ឆ័យដោយខ្យល់នឹងម្ដង64ដងអញ្ចឹងយើងបូក54 56បូកនឹង7 63បូកនឹង1 64ប៉ុណ្ណានៅលក្ខណៈនៃការវិនិច្ឆ័យបងកណាអរគុណចាស់ចឹងមកដល់ចំណុចកន្លែងនេះសូមបងប្អូនយកចិត្តទុកដាក់ខ្លាំងតិចនេះចំណុច singularity នេះគេហៅថាគឺជាបន្ទុះ Big Bang ហើយមកបន្ទុះ supernova បង្កើតបានភពប្រព័ន្ធព្រះអាទិត្យអីទេប៉ុន្តែមុននឹងមានបន្ទុះ supernova ហ្នឹងគឺកាត់ចេញពីបន្ទុះ Big Bang សិនអានេះ Big Bang អានេះ Big Earth អញ្ចឹងបងប្អូនមើលនៅក្នុងនេះអានេះគឺគេបានបញ្ជាក់ក្នុងមួយប្រឡោះនេះមួយប្រឡោះឃើញស្នាមឆូតហ្នឹងឯនេះអញ្ចឹងនៅក្នុងនេះទាំងអស់គឺវាមានចំនួន21ប្រឡោះតែនេះគេចែកចេញមកជា3ណា
ក្នុងនេះខ្ញុំបញ្ចង់បញ្ជាក់ថាអញ្ចឹងមិនថាអ្នកវិទ្យាសាស្ត្រធំបញ្ញាថ្នាក់គិតគាត់រកបានឃើញប៉ុណ្ណឹងក៏ថាខ្លាំងដែរតែមកព្រះសម្មាសម្ពុទ្ធគឺត្រាស់ដឹងគឺចេញមកលក្ខណៈត្រឹមត្រូវតែម្ដងអញ្ចឹងខ្ញុំនឹងប្រាប់បញ្ជាក់ថាព្រះសម្មាសម្ពុទ្ធត្រាស់សម្ដែងថាពេលនេះផែនដីយើងកំពុងតែស្ថិតនៅក្នុងដំណាក់កាលមួយណែអញ្ចឹងនេះក្នុងមួយប្រឡោះខ្ញុំសូមដាក់ថា3.05 ណាអញ្ចឹងទាំងអស់ហ្នឹងគឺមាន21អញ្ចឹងយក21ទៅគុណនឹង3.05 នឹងឃើញ 64.05 អញ្ចឹងខ្ញុំយកថា64តែម្ដងណាចាអញ្ចឹងនៅក្នុងមួយប្រឡោះនេះមាន 3.05 អញ្ចឹងអត់ប្រហែលទេយើងយក3.05 ហ្នឹងទៅគុណជាមួយនឹង4អញ្ចឹងបើយើងយកនេះ3.05 ទៅគុណនឹង4នេះ3.05 គុណនឹង4ប្រឡោះនេះយើងឃើញ12ពេលនេះយើងកំពុងតែនៅអន្តរកាប់ទី12តំណាងឲ្យគុណធាតុរបស់ម្ដាយគឺមាន12គុណធាតុរបស់ឪពុកមាន21 21 + 12 ស្មើ33ស្មើនឹងអាការៈ33ហើយនឹងស្មើនឹងព្យញ្ជនៈ33តួតែនៅក្នុងការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធអាការៈមានតែ32ទេបានមកពីការធ្វើមីតោសនៅពេលដែលកោសិកាភេទញីជួបជាមួយនឹងកោសិកាភេទឈ្មោលនៅពេលដែលមួយឯកកោសិកាជួបមួយឯកកោសិកាធ្វើមីតោសទៅបាន32តែជាគោលនៅអត់ទាន់បានផាសៈឬក៏ប៉ះផ្ទប់គ្នាទេគឺមានធំតែធាតុញីគឺត្រូវតែគូត្រូវតែស្មើនឹងអាការៈទាំងអស់គឺ33បានន័យថាធាតុញីគឺត្រូវតែ12ធាតុដីគឺត្រូវតែ21ដែលយើងមានខែសេះខែគូថ្ងៃសេះថ្ងៃគូអីជាដើមអញ្ចឹងណា1សេះ2គូនៅក្នុងនេះគឺមានសភៅនៅក្នុងសភៅរបស់លោកគ្រូវ៉ាន់កាន់ស្រែនេះគឺមានអ្នកគឺអាបាធាតុទឹកមានកម្លាំង12ម៉ូគឺបតវ័យធាតុដីមានកម្លាំង21ព្រះអាទិត្យបង្កើតដីប្រចាំបង្កើតទឹកអញ្ចឹងយុគក៏មានពាក់ព័ន្ធមួយយុគទឹកយុគដីតាមនឹងអញ្ចឹងទៅតំណាងឲ្យការសពតទៅលើមនុស្សផងឬស្អីក៏តាមនឹងអញ្ចឹងណាហើយនេះចន្លោះមួយប្រឡោះ2ប្រឡោះ3ប្រឡោះ4ប្រឡោះយក4គុណនឹង 3.05 ឃើញ12អន្តរកាប់អញ្ចឹងសួរថាផែនដីយើងបច្ចុប្បន្នស្ថិតនៅកន្លែងណាចក្រវាឡយើងបច្ចុប្បន្នគឺស្ថិតនៅក្នុងទីតាំងកន្លែងនេះទេនេះប៉ុណ្្នឹងទេអត់ទាន់ដល់នេះដូចដែលអ្នកវិទ្យាសាស្ត្រគាត់កំណត់សម្គាល់ទេណាអញ្ចឹងសូមបញ្ជាក់យើងខ្ញុំប្រពុតអស្ចារ្យខ្លាំងហើយអញ្ចឹងផែនដីយើងចក្រវាឡយើងលោកនឹងទាំងមូលនៅរីកទៀតរហូតដល់64អន្តរកាប់នេះមួយផែនដីមាន64អន្តរកាប់សំដៅកាប់សេខុសកន្លែងនេះបន្តិចផែនដីយើងស្ថិតនៅក្នុងអន្តរកាប់នេះកម្មចេះពិសេសទៅទី12ដូចនេះយើងយក64ដក12ស្មើ52យើងនៅសល់52អន្តរកាប់ទៀតអញ្ចឹងដូច្នេះនេះ52អន្តរកាប់ទៀតអត់ធំទេនេះប៉ានេះមកនេះប៉ានេះមកគឺ52អន្តរកាប់52អន្តរកាប់អានេះគឺ12អន្តរកាប់អញ្ចឹងនៅរីកទៀតអញ្ចឹងដូចយើងអញ្ចឹងរីកចម្រើនរុងរឿងត្រឹមសតវត្សទី12ខ្មែរប្រទេសខ្មែរយើងដល់ពេលមកដល់សតវត្សទី21ធ្លាក់ចុះគឹប12តំណាងឲ្យគុណធាតុរបស់ម្ដាយ21តំណាងឲ្យគុណធាតុរបស់ឪពុកណាប្រៀបដូចជាការដកដង្ហើមចាញ់នេះដកដង្ហើមចាញ់ពុកហើយដល់ពេលដកដង្ហើមចូលចាប់ដើមរួមមកវិញអញ្ចឹងណាអញ្ចឹងបងប្អូនមើលព្រះពុទ្ធអស្ចារ្យអញ្ចឹងយើងគួរណាស់តែសិក្សាពីពុទ្ធសាសនាយើងគួរណាស់តែសិក្សាពីពុទ្ធសាសនាព្រះពុទ្ធគឺអស្ចារ្យត្រាស់ដឹងអត់ចន្លោះឲ្យត្រឹមត្រូវទៀតអ្នកវិទ្យាសាស្ត្រមកអត់ត្រូវណាមកដល់កន្លែងនេះគឺចូលដល់អន្តរកាប់អត់មែននៅក្នុងអន្តរកាប់ទី12ចឹងនេះពួកអីអ្នកវិទ្យាសាស្ត្រគាត់ដឹងតែនេះក្នុងមួយប្រឡោះនេះមាន 3.05 អញ្ចឹងណាទាំងអស់នេះគឺមាន21ប្រឡោះចឹងក្នុងមួយប្រឡោះមាន 3.05 គុណទៅឃើញ64ប្រឡោះហើយស្មើនឹង64ខួយស្មើនឹង64អន្តរកាប់នេះខួយនេះគឺមាន64ប្រឡោះដូចគ្នាហើយនៅក្នុងវិជា64ខួយហ្នឹងគឺបានមកពីអីគេបានមកដែលយើងបានស្ដាប់ម្ចាស់គ្រូមិញហើយថាមួយផែនដីនេះគឺមាន64អន្តរកាប់ហើយផែនដីយើងនេះស្ថិតនៅក្នុងអន្តរកាប់ទី12ដូច្នោះយើងយក64ទៅដកនឹង12គឺស្មើនឹង52អញ្ចឹងយើងនៅសល់52អន្តរកាប់ទៀតហើយម្ចាស់គ្រូមិញក៏បានបញ្ជាក់ផងដែរថាផែនដីយើងនឹងដុះឡើងទៅលើទៀតមិនធំតែដុះឡើងធំតែ16គីឡូឯងគឺនឹងធំខ្លាំងជាងនឹងទៅធំខ្លាំងជាងនឹងទៅអញ្ចឹងខ្ញុំនឹងសុំលើកអំណាងតេឡៃកបញ្យល់តាមលក្ខណៈបែបដែលខាងពួកអង្គការ NASA ខាងប៉ែកអឺរ៉ុបខាងអ្នកវិទ្យាសាស្ត្រដែលគេរកឃើញថាផែនដីហ្នឹងគឺពិតជារីកធំទៅទៀតពិតមែនដោយដែល Albert Einstein គឺគាត់បានបរាជ័យនៅក្នុងទ្រឹស្ដីទំនាក់ទំនងទំនាញទាំង4គឺទ្រឹស្ដី theory general relativity ដែលសារតែគាត់គិតថាចក្រវាឡហ្នឹងមានទំហំថេរតែគាត់បានជោគជ័យនៅក្នុងរូបមន្តគ្រាប់បែកផលិតគ្រាប់បែកបរមាណូ E ស្មើនឹង m សេការ៉េដែល symmetry បានបណ្ដាលទីជម្រៅដូច
រូបមន្តរបស់ព្រះសម្មាសម្ពុទ្ធដែលត្រាស់សម្ដែងឃើញវិញ្ញាណស្មើនឹងនាមគុណឲ្យរូបនោះទេអញ្ចឹងត្រឡប់មកវិញថាគាត់បានបរាជ័យនៅក្នុងទ្រឹស្ដីទំនាក់ទំនងទំនៀងទាំង4ដែលខ្ញុំធ្លាប់បានបញ្ជាក់ពីខាងដើមថាមានទំនាក់ទំនងទំនៀងអេឡិចត្រូម៉ាញេទិកទំនៀងរបស់ភពទំនៀងនៅក្រាប្រភេទខ្លាំងនិងទំនៀងនៅក្រាប្រភេទខ្សោយវីដេអូពីខាងដើមនៅក្នុងវីដេអូមុនៗណាខ្ញុំអាសាលើកមកច្រើនមែនតើព្រោះអីគ្រប់វីដេអូទាំងអស់មេរៀនខ្ញុំមួយទៅមេរៀនមួយគឺសុទ្ធតែមានបទកលាគ្នាអញ្ចឹងគាត់បានប្រាជ័យនៅក្នុងទ្រឹស្ដីទំនាក់ទំនងទំនៀងទាំង4នោះដោយសារតែគាត់គិតថាចក្រវាលហ្នឹងគឺមានទំហំថេរសម័យកាលដែលគាត់បង្កើតឡើងដំបូងគឺអត់ទាន់មានលំនឹងទេស្មើនឹងចក្រវាលនេះគឺมันមានទំហំថេរទេតែនៅពេលដែលគាត់ប្រើប្រាជ្ញារបស់គាត់ត្រឹមតែថ្នាក់គិតនេះមិនចូលជ្រៅដោយការសមាធិនិងវិបស្សនាដោយព្រះសម្មាសម្ពុទ្ធទេដូច្នោះក៏គាត់គិតថាផែនដីនេះមានទំហំថេរក៏គាត់បានបន្ថែមកុសតង់ cosmologic មួយនៅក្នុងសម័យកាលដើមរបស់គាត់ដែលគាត់បានបង្កើតសម័យកាលដើមនៅក្នុងឆ្នាំ1915ហើយគាត់បានបញ្ចូលកុសតង់ cosmologic ឬក៏ cosmologic កុសតង់នេះចូលទៅក្នុងសម័យកាលរបស់គាត់ដើម្បីឲ្យសម័យកាលរបស់គាត់គឺមានលំនឹងវិញអញ្ចឹងនៅរលកក្រោយនេះអ្នកវិទ្យាសាស្ត្រក្រោយគេគ្រាន់តែដកកុសតង់ចេញតែគឺសម័យកាលហ្នឹងគេអាចយកមកប្រើប្រាស់ apply នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃបង្កើតបានជាបច្ចេកវិទ្យា AI បញ្ញាសិប្បនិម្មិតយន្តហោះបំបាំងកាយឬក៏បច្ចេកវិទ្យាទំនើបជាច្រើនដែលអ្នកវិទ្យាសាស្ត្រគេអាចបានបង្ហាញយើងអស់ទេអ្វីដែលគេរកឃើញគេអាចបង្ហាញត្រឹមតែ 50% តែប៉ុណ្ណោះព្រោះអីវាជាកំបាំងមួយដែរដោយសារតែម្នាក់គឺសិតតែចង់ធ្វើជាមហាអំណាចដូចខាងអាមេរិកចឹងណាគឺគេរកឃើញរូបមន្តបច្ចេកវិទ្យាថ្មីច្រើនខ្លាំងមែនតើហើយសម្រាប់ dark energy ហ្នឹងគឺជាកុសតង់ cosmologic នឹងឯងនៅក្នុងឆ្នាំ1927លោក Edwin Hubble គាត់បានបង្កើត telescope មួយឈ្មោះថា telescope Hubble ឆ្លុះទៅក្នុង galaxy ឆ្លុះទៅក្នុងលំហនេះក៏ឃើញថាភពទាំងអស់ស្រូបទាញគ្នាចូលណាប៉ះទង្គិចគ្នាប៉ុន្តែហេតុអ្វីបានជា galaxy ឡើងធំមិនប៉ះទង្គិចគ្នាដែរទៅបែរជាញែកចេញគឺដោយសារតែមានទំនាញថាមពលល្ងិតដែលជា cosmologic ដែល Albert Einstein បានដាក់ចូលទៅក្នុងសម័យកាល theory general relativity នឹងឯងអញ្ចឹងគាត់ថាមានទំនាញខ្លាំងមហិមាដែលមានប្រមាណប្រហែលជា 68% ហើយទំនាញរបស់ភពហ្នឹងគឺមានត្រឹមតែអត់ដល់ទំនាញរបស់ភពយើងរាល់ថ្ងៃដែលយើងមើលឃើញតែភ្នែកតេបានហ្នឹងមានត្រឹមតែ 5% ដែលជាសារធាតុធម្មតាប៉ុន្តែវាមានទំនាញភពនឹងដែលជាសារធាតុងងឹតដូចជាមានទ្វីបផ្សេងទៀតមាននៅក្នុងពុទ្ធសាសនាក្នុងគម្ពីរពុទ្ធសាសនាមានឧត្តរកោរទ្វីបបុព្វវិទ្យាទ្វីបចម្ពោះទ្វីបនិងអបរកោយានទ្វីបអីជាដើមហ្នឹងគឺជាក៏ជាសារធាតុធម្មតាដែរណាមានប្រមាណប្រហែលជា 5% ដូចគ្នាហើយគឺមានទំនាញដូចគ្នាប៉ុន្តែទំនាញត្រឹមតែ 5% រាប់ទាំងភ្នំព្រះសុនិរុឬក៏ភ្នំមន្ត្រដែលក្នុងទេវកថាយកទៅគោសមុទ្រទឹកដោះឲ្យមានដើមនៅក្រោមបាតភ្នំអីជាដើមហ្នឹងអញ្ចឹងសារធាតុងងឹតមួយ dark energy ថាមពលងងឹតមានប្រមាណប្រហែលជា 68% វាជាថាមពលចុះសារធាតុងងឹតហ្នឹងជាអីទៅសារធាតុងងឹតហ្នឹងគឺជាឋានទេវតាដែលមានចំនួន6ឋានក៏ដូចជាឋានរੂក៏ដូចជារូបព្រំដែលមាន16ឋានអីជាដើមហ្នឹងមានចតុមហារាជការតាំងបតង្សាយាមាតោសិទ្ធនមារណតីអីជាដើមរហូតដល់និមិត្តបសៈបសាបតីអីជាដើមអញ្ចឹងទៅដល់ធំព្រំដែលមាន16ជាន់ទៀតមានវេហផាឡាសុភកណ្ណាហាអីជាដើមហ្នឹងគឺមានប្រមាណប្រហែលជា 28% តែប៉ុណ្ណោះដែលជាសារធាតុងងឹតប៉ុន្តែមានទំនាញគឺទំនាញធំគឺបែងចែកចេញជាពីរដដែលគឺទំនាញរបស់ធម្មពលឬក៏ទំនាញរបស់នាមធម៌និងទំនាញរបស់សារធាតុឬក៏ទំនាញរបស់រូបធម៌ដែលទំនាញរបស់ធម្មពលគឺ theory ឬក៏ទ្រឹស្ដី general relativity នឹងឯងជាទំនាញរបស់នាមធម៌ធម្មពលឬក៏ធម្មពលតែដល់ពេលទំនាញរបស់សារធាតុមិនថាជាសារធាតុងងឹតមិនថាជាសារធាតុធម្មតាស្ថិតនៅក្រោមរូបមន្ត S ស្មើនឹង M គុណនៃ A គ្រាន់តែថាពាក់ព័ន្ធជាមួយនឹងS ស្មើនឹង M គុណនៃ A ហ្នឹងសន្ទុះនៅក្នុងភពមួយហ្នឹងវាមានល្បឿនខុសៗគ្នាប៉ុន្តែនៅក្រោមទ្រឹស្ដីបត់រូបមន្តហ្នឹងតែមួយដដែលទេដូចដែលខ្ញុំបញ្ជាក់មិញហ្នឹងថាពេលហ្នឹង Albert Einstein គាត់នៅមានជីវិតនៅឡើយនៅពេលដែលលោក Edwin Hubble បង្កើត telescope មួយឈ្មោះថា telescope Hubble ពេលហ្នឹងលោក Albert Einstein ក៏គាត់នៅមានអាយុជីវិតនៅឡើយទេគាត់កើតនៅក្នុងឆ្នាំ1879ហើយគាត់ស្លាប់នៅក្នុងឆ្នាំ1955គាត់មានអាយុ76ឆ្នាំដូច្នោះហើយអញ្ចឹងគេគ្រាន់តែមើលទៅក្នុងសម័យកាលរបស់គាត់ហ្នឹងថាសម័យកាលរបស់គាត់នឹងចាប់ផ្ដើមមានលំនឹងបានន័យថាចក្រវាលនឹងគឺមានទំហំថេរដូច្នោះនៅពេលដែលលោក Edwin Hubble មាន telescope នឹងឆ្លុះទៅដឹងថាចក្រវាលនឹងមិនមានទំហំថេរទេគឺរីកមាឌដូច្នោះគេគ្រាន់តែដកកុសតង់នឹងចេញគឺអាចយករូបមន្តនឹងមក apply បានអញ្ចឹងណាអញ្ចឹងចក្រវាលនេះនឹងរីកមាឌធំទៅនៅពេលដែលទំនាញធម្មពលងងឹតឈ្នះទំនាញរបស់សារធាតុឬក៏ឈ្នះទំនាញសកលដែលមានរូបមន្ត S ស្មើនឹង M គុណនៃ A
នៅពេលដែលទំនាញថាមពលងងឹតចាញ់ទំនាញសកលឬក៏ចាញ់ទំនាញរបស់សារធាតុឬក៏នៅពេលដែលទំនាញរបស់នាមធម៌ចាញ់ទំនាញរបស់រូបធាតុពេលនោះចក្រវាលនឹងរួមមានបន្តិចម្ដងមកចំណុច singularity ឬក៏ជាចំណុចឯកវចនៈវិញឬក្នុងព្រះពុទ្ធសាសនាគឺបានប្រាសម្ដែងថាគឺជាកលបៈសូមបញ្ជាក់ឲ្យឃើញថានៅក្នុងโลกនេះជាតំបន់សង្កតធម៌ជាតំបន់សង្ខារធម៌គ្រប់បែបយ៉ាងកើតឡើងហើយរមែងរលត់ទៅវិញជាធម្មតាប៉ុន្តែមិនមែនរលត់បាត់សូន្យឆឹងទេគ្រាន់តែបំលែងតែប៉ុណ្ណោះដូចនៅក្នុងញាណទី2អញ្ចឹងគឺនាមនឹងរូបនោះកើតឡើងហើយរមែងរលត់ទៅវិញហើយនាមនឹងរូបហ្នឹងក៏នឹងប្រកាសឡើងវិញជាធម្មតាគឺគ្រាន់តែបំលែងឯងរូបធាតុនឹងធម្មពលទាំងអស់គឺគ្រាន់តែបំលែងគ្រាន់តែ transfer ទេដូចជាខ្យល់ដង្ហើមរបស់យើងអញ្ចឹងសួរថាខ្យល់ដង្ហើមដកដង្ហើមចាញ់ហើយរលត់ទៅហើយក៏ដង្ហើមចូលហ្នឹងមកវិញជាធម្មតាអត់មានរលត់ខ្យល់ដង្ហើមហ្នឹងទៅតែម្ដងហើយគ្រាន់តែបំលែងពីខ្យល់ដង្ហើមចាញ់មកខ្យល់ដង្ហើមចូលអញ្ចឹងការដែលរាជរួមមានរបស់ចក្រវាលហ្នឹងការដែលចក្រវាលហ្នឹងឬក៏លោកហ្នឹងមិនមានទំហំថេរហ្នឹងគឺប្រៀបដូចជាខ្យល់ដង្ហើមអញ្ចឹងដកដង្ហើមចាញ់ធំណាហើយក៏រួមតូចមកវិញដកដង្ហើមចូលរួមតូចវិញដល់ហើយគឺបំលែងដូចគ្នាអញ្ចឹងខ្ញុំនឹងសូមបញ្យល់នៅក្នុងតារាងនេះអ្នកវិទ្យាសាស្ត្រក៏គាត់បានបង្កើតធ្វើបទបង្ហាញផងដែរប៉ុន្តែអត់ត្រូវទេគាត់ថា64ឃើញ64ដូចគ្នា64ហ្នឹងគឺបានមកពីការធ្វើមីតោះកោសិកាមេ1បែចេញបាន2 4 16 32អាការៈ32ហើយ32គុណនឹង32 64ហើយក៏ស្មើនឹង64ខួយនៅក្នុងខួយរបស់ផែនដីហ្នឹងក៏យកខួយទាំងអស់ហ្នឹងមកធៀបនឹង DNA របស់មនុស្សលោកយើងដើម្បីរកទិសដែលយើងត្រូវកេងព្រោះអីពេលខ្លះយើងកេងនៅទិសខាងជើងអាចធ្វើឲ្យយើងមានបញ្ហាប្រសិនជាយើងអត់ត្រូវមួយធម្មធាតុនៃទិសហ្នឹងទេព្រោះអីជាធម្មតាជាគោលគឺដែនម៉ាញ៉េទិកត្រៃវិស័យគឺនៅប៉ូលខាងជើងអញ្ចឹងគឺទំនាញខ្លាំងចឹងដល់ពេលយើងអត់ត្រូវមួយប៉ូលហ្នឹងទៀតពិឃាតខ្លាំងមែនតើអញ្ចឹងបើសិនជាយើងត្រូវមួយភាគខាងជើងទៅខាងជើងហ្នឹងគឺអត់អីយើងកេងបានអញ្ចឹងមិនសំខាន់ខ្លាំងដែលចំណុចខ្លះយើងត្រូវរៀនសូត្រយល់ដឹងណាខ្ញុំសូមបង្ហាញពីតំណែងនៅក្នុងចក្រវាលខ្លះបន្ថែមទៀតនេះគឺជា64អន្តរកាប់ហើយយើងស្ថិតនៅក្នុងអន្តរកាប់ទី12អញ្ចឹងក៏នឹងរីកមាឌទៅបន្ថែមទៀតហើយនៅក្នុងនេះគឺស្មើនឹងវិជា64ខួយអញ្ចឹងវិជានៅក្នុងโลกសិតតែជាតរិឆានវិជាទាំងអស់ឲ្យតែវិជាណាដែលប្រកបព្រមជាមួយនឹងអសវកលេសដែលបញ្ញាណាដែលប្រកបព្រមជាមួយនឹងអសវកលេសគឺសិតតែតរិឆានវិជាតរៈហ្នឹងគឺតតឹងដូចឆ្កែអញ្ចឹងសត្វតរិឆានជាដើមហ្នឹងគឺសិតតែតតឹងអីចឹងតរិឆានគឺតតឹងដូចឆ្កែហ្នឹងក៏តតឹងថ្ងៃគោក៏តតឹងថ្ងៃចឹងនេះតតឹងមគ្គផលទៅព្រះនិព្វានតែគ្រាន់ថាយើងអត់ដល់បណ្ដោះព្រះនិព្វានតែយើងរស់នៅជាមួយនឹងភពរស់នៅជាមួយនឹងចក្រវាលរស់នៅនឹងផែនដីហ្នឹងអញ្ចឹងក៏យើងត្រូវយល់អំពីភពឬក៏ចក្រវាលនឹងផែនដីហ្នឹងនេះនៅក្នុងលោកកានេះគឺមានចំនួន64ប្រឡោះចាយជា2ខាងលើ32ដូចពោត្បូងពោជើងអញ្ចឹងហើយដាច់ការតាមនឹងចឹងខាងលើ32ខាងក្រោម32 64ស្មើនឹងអក្សរ32ឆ្អឹងយើងក៏មាន32ហើយអាស៊ីតនៅក្នុងខ្លួនយើងហ្នឹងគឺមានទាំងអស់គឺ64ខ្ញុំបញ្ជាក់បន្ថែមពេលបន្តិចទៀតនេះវិជានេះគឺសិតតែជាវិជាដែលកើតហើយរលត់ទៅវិញជាសិតតែជាវិជាសង្ខារធម៌គឺមានហេតុនិងផលរហូតតែព្រះនិព្វានគឺអស់ហេតុអស់ផលទៀតហើយគឺមានត្រឹមតែបញ្ចប់ត្រឹមព្រះនិព្វានតែម្ដងដូចជាសិលជាហេតុសមាធិជាផលសមាធិជាហេតុបញ្ញាជាផលបញ្ញាជាហេតុព្រះនិព្វានជាផលអញ្ចឹងនេះគឺជាការធ្វើមីតោកាលពី 5-6,000 ឆ្នាំមុនគឺគេអត់មានជាអក្សរទេប៉ុន្តែគេតំណាងឲ្យរូបនេះគឺប្រៀបដូចជាភ្នំព្រះអាទិត្យបង្កើតដីតំណាងឲ្យធាតុរបស់ឪពុកធាតុឈ្មោលគឺមានចំនួនអស់21នេះគឺមានចំនួនទាំងអស់12ព្រះអាទិត្យបង្កើតដៃព្រះច័ន្ទបង្កើតទឹកអញ្ចឹងគឺទឹកតំណាងឲ្យខ្សែដាច់អញ្ចឹងដល់ពេលខាងមនុស្សប្រុសវិញតំណាងឲ្យជាប់ខ្សែជាប់អញ្ចឹងយើងចាប់ផ្ដើមធ្វើមីតោយកខ្សែជាប់នេះមកគុណជាមួយនឹងខ្សែដាច់ធ្វើមីតោអាកាសកម្មមាន1បាច់ចេញបាន2បាន4បាន8តាមហ្នឹងនេះអញ្ចឹងយើងយកមកគុណយើងចាប់ផ្ដើមកន្លែងនេះតំណាងឲ្យភេទឈ្មោលអញ្ចឹងយើងដាក់ភេទញី1ហើយនេះតំណាងឲ្យភេទញីអញ្ចឹងយើងដាក់គុណនឹងភេទឈ្មោល1អញ្ចឹងយើងបានមកគឺអូតូយើងដាក់ជាកោសិននេះហើយចាំយើងដាក់មកខ្សែគេខ្សែដាច់គុណមកគុណមួយជាមួយនឹងមនុស្សផុសមួយមកមួយមនុស្សស្រីមួយមនុស្សផុសមួយនេះចឹងគេនឹងបានកូនទីម៉ានគេយកមក apply នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងវិជាប្រាណ8ទៅបើសិនជាផ្ទះយើងផតចូលក្នុងគឺធ្វើឲ្យយើងមានបញ្ហាដូចបើសិនជាខាងទិសរបស់កូនស្រីឬក៏ខាងម៉ែបើដូចជាដោះសាច់លយចេញដូចខ្ញុំអញ្ចឹងដោះផ្ទះខ្ញុំតជាកែនបាយអញ្ចឹងតែឥឡូវហ្នឹងហងៃគឺដោះសាច់នៅកន្លែងកញ្ចឹងគូតហ្នឹងក៏ជួយគូតថ្ងៃហើយផ្ទះខ្ញុំបាយទៅគឺខាងត្បូងអាកតុយផ្ទះហ្នឹងអញ្ចឹងខ្ញុំដោះសាច់តែបើផតចូលយើងមានបញ្ហាពាក់ព័ន្ធមួយខាងគ្រឿងក្នុងផ្នែកណាមួយអញ្ចឹងទៅហើយខាងកើតនេះគឺតំណាងឲ្យប្រុសទី1ប្រុសទី3ហើយខាងជើងនេះតំណាងឲ្យ
ប្រុសទី3ប្រុសទី2ហើយឪពុកហើយលេចនឹងគឺតំណាងឲ្យស្រីហើយនឹងម៉ែអីតាមនឹងចឹងតែគេយកមកអាផ្លាយនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃដឹងថាផ្ទះយើងគឺត្រូវតែឲ្យពេញមុំកុំឲ្យផតឬក៏លយចូលលយចេញអញ្ចឹងណាអញ្ចឹងយើងចាប់ផ្ដើមមើលយើងធ្វើមីតោះណានេះខ្ញុំតម្លាក់ឲ្យហើយអីអញ្ចឹងនេះគឺយកមកតម្លាក់មកសិនដាច់អញ្ចឹងនេះដាច់តម្លាក់មកហើយដាច់ដល់ពេលមកនេះគឺខាងឪពុកនេះកូនណាម្ដាយមើលឪពុកយើងកូនមកឲ្យចេញនេះដាក់ឪពុកជាកោសិនអញ្ចឹងចាប់ដើមគេមួយម្ដាយមួយឪពុកមួយជាប់អញ្ចឹងណានេះអញ្ចឹងឃើញនេះជាប់ដាច់មួយជាប់មួយខាងលើជាប់ខាងក្រោមដាច់ខាងលើជាប់ខាងក្រោមដាច់អញ្ចឹងយើងតម្លាក់មកទៀតអានេះយើងដឹងតម្លាក់មកជាកោអញ្ចឹងហ្មងតម្លាក់ធាតុម្ដាយអាហ្នឹងមាន2អញ្ចឹងយើងតម្លាក់ទាំងពីរសិនយកមកសំណុំហ្នឹងមកដាក់នៅកន្លែងហ្នឹងឲ្យហើយអញ្ចឹងយើងចាប់ដើមកូនមកអីគេម្ដាយមួយធាតុឪពុកមួយទៅពេលហ្នឹងយើងយកមកសំណុំនេះអញ្ចឹងឃើញនេះដាច់អានេះតំណាងឲ្យម៉ែនេះគេដាក់ម្ដាយតំណាងឲ្យលេខ1អញ្ចឹងណានេះម្ដាយអញ្ចឹងទៅហើយបន្តមកទៀតអញ្ចឹងគេយកមួយសំណុំនេះដាក់មកហ្មងឲ្យហើយយកមកសំណុំហ្នឹងដាក់មកឲ្យហើយទៅអញ្ចឹងយើងចាប់ដើមដាក់អីគេធាតុម៉ែមួយធាតុឪពុកមួយអាហ្នឹងទ្រឹស្ដីបត់តាឡេះហើយនេះបាន60ទិសទាំងអស់បានចំនួន8ទិសហើយទិសយើងរាល់ថ្ងៃហ្នឹងមិនមាន8ដែរត្រូវអត់ចាហើយអញ្ចឹងអានេះយើងយកមកសំណុំនេះឲ្យហើយគុណហើយធ្វើមីតោះហើយយើងយកមកសំណុំហ្នឹងមកហើយយើងចាប់ដើមដាក់ដាច់ម៉ែនេះឃើញទេអញ្ចឹងយើងបានណាយើងចាប់ដើមបាននេះគេអានេះតំណាងឲ្យលេខ9ក្នុងក្បួនហ្នឹងវាមានក្បួនសានយ័ន្តហើយនឹងសានហមួយតារាសាស្ត្រផ្សេងក្បួនពីរហ្នឹងគឺមានលក្ខណៈរៀងខុសគ្នាចាបន្តមកអញ្ចឹងយើងឃើញនេះអានេះតំណាងឲ្យម្ដាយដាច់ទាំងអស់ម្ដាយអញ្ចឹងគេយកមកដាក់នៅក្នុងកន្លែងណានេះម្ដាយដាក់នៅទិសខាងត្បូងឈៀងខាងលិចហ្នឹងគឺតំណាងឲ្យគេទិសនៃអសលទិសនៃធម្មពលអវិជ្ជមានអញ្ចឹងចិត្តវិវត្តទៅការស្លាប់អីវិវត្តទៅរកការស្លាប់អីទិសខាងលិចតំណាងឲ្យអសលធម្មពលអវិជ្ជមានដល់ពេលកូនស្រីទី1ចាប់ដើមរៀងនៅក្មេងខ្ចីអញ្ចឹងនៅទិសខាងកើតតំណាងឲ្យទេវតាអញ្ចឹងនៅរីករូតលោះហើយដល់ពេលកូនស្រីទី2នៅបែបរៀង3កដាលអីអញ្ចឹងណាវាបែបអញ្ចឹងហើយអញ្ចឹងយើងមើលអញ្ចឹងចាប់ដើមមើលនេះដល់ពេលនេះតំណាងឲ្យកូនប្រុសទី3តំណាងឲ្យលេខ6អញ្ចឹងគេយកលេខ6ហ្នឹងកូនប្រុសទី3មកដាក់នៅកន្លែងនេះអញ្ចឹងនេះកូនប្រុសទី3បានថាអាដាច់ហ្នឹងណានៅកន្លែងជួរទី3អានេះបើស្អីដាច់នៅជួរទី3អញ្ចឹងបើយើងចង់មើលនេះដាច់នៅជួរទី3ដល់ពេលអានេះសុំតោះជាប់នៅជួរទី3មិនដាច់នៅជួរទី3ជាប់នៅជួរទី3ចំណែកឯកូនប្រុសទី2នេះកូនប្រុសទី2បានន័យថាជាប់នឹងនៅជួរទី2មួយទី2កូនប្រុសទី2ដល់ពេលអានេះកូនស្រីទី1បានន័យថាដាច់ហ្នឹងនៅជួរទី1អាហ្នឹងគេមើលតាមហ្នឹងអូអស្ចារ្យខ្លាំងណាស់ក្បួននេះនេះដល់ពេលកូនប្រុសទី1ជាប់ហ្នឹងនៅជួរទី1គេមើលតាមហ្នឹងគេគិតតែរឿងដាច់របៀបថា DNA របស់កូនប្រុសគឺមានម្ដាយដឹងតែ2ឯង DNA របស់កូនស្រីគឺមានឪពុកដឹងតែ2អញ្ចឹងទៅហើយនៅក្នុងហ្នឹងនេះធៀបបានមក64ហួយអាស៊ីតអាមីណូអាស៊ីតហ្នឹងក៏មាន64ដែរនេះមានច្រវាក់4គឺ A T C និង C A T C និង C ADN DNA របស់យើងនេះហើយឆ្អឹងយើងក៏មាន32កណាត់ថ្មិញយើងក៏មាន32ដូចគ្នាវិជានេះគឺអស្ចារ្យខ្លាំងណាស់ហើយគេយកខួយទាំងអស់ហ្នឹងដាក់ចូលមកកូនប្រុសទីម៉ែនកូនស្រីទីម៉ែននៅក្នុងខួយមួយណាអូយវិជានេះអស្ចារ្យខ្លាំងតែកថៅច្រើនបងប្អូនចង់រៀនក៏ល្អដែរល្អខ្លាំងណាស់ហើយក្បួនហ្នឹងគឺបែបតកវិជាមិនជាជំនឿទេសម្បីតែធាតុនៅក្នុងខ្លួនរបស់យើងក៏គេដឹងដែរថាអ្នកណាមានលក្ខណៈបែបម៉េចគឺកូដ DNA មកកើតអ្នកឯងចំកាត់ចំមកនឹងទិសនឹងមានលក្ខណៈម៉េចអីមិនចឹងណាហើយឃើញមានតំណែងគ្នាអត់ក្បួនហ្នឹងមានតំណែងគ្នាទាំងអស់នេះអនុគមលោកគ្រូគាត់បកកាយលោកគ្រូខំហ្នឹងបកកាយខ្លាំងហ្មងណាគាត់រៀនចំនួន28គ្រូអស់ប្រហែលជាកន្លះលានដុល្លារគាត់បានក្បួននឹងច្រើនហើយបែបក្បួនខ្លះល្អអញ្ចឹងទៅបែបជំនឿអត់ហេតុផលអញ្ចឹងទៅគាត់យកមកបរៀននេះសុទ្ធតែជាជំនឿដែលប្រកបដោយហេតុនិងផលណានេះ Instagram ស្មើ64 DNA ស្មើ64កូដុងក្នុងចក្រវាលគឺសុទ្ធតែមានតំណែងគ្នាទាំងអស់ពេលកាត់ចេញពីរូបមន្តជីវវិទ្យាតែមួយគឺការធ្វើមីតូក្បួនណែមាននៅក្នុងសភៅមិញណានេះគឺកាត់ចេញពីធម្មពល2វិជ្ជមាននិងអវិជ្ជមានគឺយីននិងយ៉ាងហើយយកយីននិងយ៉ាងមកធ្វើមីតូធៀបជាមួយនឹង DNA របស់ផែនដីចង់កុំចេះតែប្រមាថវិជាគេផ្ដេសផ្ដាសពួកឯងវិជាគេ
គឺមានទ្រឹស្ដីបត់ត្រឹមត្រូវមានរូបមន្តត្រឹមត្រូវ